ធ្លាប់តែរាល់ដងឃើញបងប្អូនយើងបេះសាឡាត់ចឹងណាថ្ងៃនេះសូមបង្ហាញពីសកម្មភាពរៀបចំដីមុនដាំមុននឹងក្រាលកៅស៊ូចឹងគឺយើងត្រូវតែកាយដីឲ្យស្មើបានយើងក្រាលកៅស៊ូតាមក្រោយចំណែកដីនេះវិញក៏ថៅកែគាត់មិនបានភ្ជួរស្មើអីឲ្យយើងស្រួលក្រាលកៅស៊ូដែរតោះតែប្រុសគាត់ទាញរនាស់អីមកកាយរៀបស្មើដូចយើងធ្វើទីសាបនៅស្រុកខ្មែរយើងដែរអញ្ចឹងណាអ្នកចំនួនមុនបានដឹងថាធ្វើទីសាបបែបណាតែចំនួននេះប្រហែលជាអត់យល់ទេឥឡូវកុំទៅណាវែងឆ្ងាយចូលក្នុងវីដេអូយើងវិញបន្ទាប់ពីកាយដីរួចហើយក៏ប្រុសគាត់ទាញកៅស៊ូអញ្ចឹងរៀបចំក្រាតែម្ដងខាងថៅកែរបស់ខ្ញុំគឺក្រាកៅស៊ូបែបនេះចឹងណាអ្នកទាំងអស់គ្នាប្រុសគាត់ដោតពីនខាងមុនបានចាប់ផ្ដើមទាញនៅកដាលហើយក្រាកៅស៊ូនេះក៏គ្នា4នាក់ដែរចឹងណាបន្ទាប់ពីក្រាកៅស៊ូរួចក៏យកកូនមករាយនៅក្នុងរងចឹងណាហើយកូនដែលត្រូវដាំថ្ងៃនេះវិញគឺជាសាឡាត់ខៀវហើយអ្នកទាំងអស់គ្នាឃើញនៅរទេះមករទេះហ្នឹងគឺអត់ទាន់រាយអស់ទេព្រោះថានៅខាងក្រោយរងហ្នឹងគឺរាយអត់ទាន់គ្រប់ចឹងណានៅខ្វះថៅកែគាត់យកមកតាមក្រោយទៀតហើយនេះវិញគឺជារូបរាងសាឡាត់ដែលត្រូវដាំនៅពេលថ្ងៃនេះតែម្ដងហើយថ្ងៃនេះវិញថៅកែគាត់ឲ្យដាំ2រងចឹងណាអ្នកទាំងអស់គ្នា3ក្រុមគ្នា10នាក់ចឹងណាដាំសាឡាត់ខៀវនេះក៏អត់សូវជាបញ្ហាអីដែរព្រោះថាកាឡាអំវេលបើដាំស្ពៃពណ៌ស្វាយវិញគឺកាឡាញឹកជាងនឹងចំណែកនៅកណ្ដាលរងវិញគឺជាស៊ីយ៉ូពេលគេដាំរួចក៏គេបើកម៉ូទ័រដើម្បីឲ្យស្រប់ពេញបន្លែគេតែម្ដងថៅកែរបស់ខ្ញុំពេលចូលរដូវក្តៅគឺគេក្រាលកៅស៊ូពណ៌សចឹងណាអ្នកទាំងអស់គ្នាឃើញត្រេកាមេរ៉ាមកជុំនេះតាមកពិតត្រេមើលស៊ីយ៉ូរបស់គេទេចំណែកកូនបន្លែវិញក៏គេរាយបែបនេះដែរអ្នកទាំងអស់គ្នាដាំ4នាក់ទៅតែម្ដងបើមានគ្នាច្រើនវិញយើងកាត់ម្នាក់មួយមុខនេះហើយគឺជារបៀបដាំនៅខាងថៅកែរបស់ខ្ញុំគឺមានដែកដាំចឹងណាចំណែកស្ពៃនេះគឺស្ពៃយើងដាំបានពី3ថ្ងៃមុនសាឡាត់ខៀវគឺអត់ទាន់បានថតជូនបងប្អូនទស្សនាទេចំណែកត្រង់នេះវិញគឺជាសាឡាត់ដែលយើងបានដករួចហើយចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងការងារកន្លែងថៅកែរបស់ខ្ញុំគឺគេធ្វើវិលជុំចឹងណាមានបន្លែខ្លះគេបេះដាក់កេះបន្លែខ្លះគេដកចោលអីអញ្ចឹងទៅបន្ទាប់ពីដល់រដូវគេដាំវិញគឺគេដាំមានដកអីទៅមកអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនេះវិញក៏ជាសកម្មភាពបងប្អូនយើងគាត់កំពុងតែបេះបន្លែដែរចូលរដូវក្តៅអ្នកទាំងអស់គ្នាថៅកែរបស់ខ្ញុំគឺដាំញឹកបន្តិចហើយគឺអត់ដូចខែត្រជាក់នោះទេការងារខែក្តៅខាងថៅកែរបស់ខ្ញុំអ្នកទាំងអស់គ្នាប្រុសរៀងមើលមាញឹកបន្តិចហើយត្រូវរើកៅស៊ូត្រូវក្រាលកៅស៊ូអីអញ្ចឹងណាព្រោះមុនដាំគឺយើងត្រូវតែធ្វើដីហើយបានយើងក្រាលកៅស៊ូអូខេអ្នកទាំងអស់គ្នាវីដេអូមានតែប៉ុណ្្នេះទេ